នេះបងនេះប្រភេទឆ្នាំបាយកាទីស្ករចឹងរបៀបនៃការដាំបងនេះអញ្ចឹងបើបងដាំជាតិស្ករបងត្រូវយកអង្ករដាក់នៅក្នុងកញ្ឆេងហ្នឹងអញ្ចឹងណាចាហើយមួយទៀតអានេះខ្ញុំដាំមកកំប៉ុងកន្លះអញ្ចឹងវាអាចបានមកកំប៉ុងកន្លះដោះគោចាហើយទឹកនេះបងទឹកគឺយើងដាក់នឹងក្រោមហ្នឹងអញ្ចឹងនេះបងទឹកយើងដាក់ប្រហែលប៉ុណ្ណេះនេះយើងអាចដាក់ប្រហែលប៉ុណ្ណឹងតាមអាស្រ័យទៅលើអង្ករដែរបងអានេះអង្ករទុនរបស់ខ្ញុំណាចាហ្នឹងហើយអញ្ចឹងបងដាក់ចឹងមកហើយនេះកន្លែងយើងត្រូវចុចកន្លែង menu វាសិនចាអញ្ចឹងកន្លែង menu ថាបងចង់ដាំអីគេឥឡូវខ្ញុំដាំនេះបងអញ្ចឹងខ្ញុំដាក់កន្លែងហ្នឹងណាអញ្ចឹងនៅពេលដែលចុចកន្លែងហ្នឹងហើយយើងចុចគ្រាន់តែចុចពាក្យ start អញ្ចឹងទៅវាចាប់ដាំហើយអញ្ចឹងបងអាចមើលពាក្យកន្លែងនេះអញ្ចឹងបងចំណាំកន្លែងពាក្យ reheat ដែរអញ្ចឹងឥឡូវវាពងតែដាំហើយមួយទៀតវាអត់លោតសញ្ញាថាម៉ានីទីបងអញ្ចឹងមានន័យថានៅពេលដែលវាដាំហើយគឺវាលោតទឺដើម្បីបញ្ជាក់សញ្ញាថាហ្នឹងវាដាំឆ្អិនហើយចាហ្នឹងហើយបងអញ្ចឹងខ្ញុំបញ្ជាក់មួយនៅពេលដែលយើងដាំហើយសម្រាប់ការកាត់គីស្ករអញ្ចឹងវាឈប់លោតហើយមួយទៀតនៅពេលដែលវាចាប់ផ្ដើមភ្ងុំវាលោតពាក្យ keep warm អញ្ចឹងពេលដែលវាទៅហើយពេលដែលវាទៅដាំហើយគឺវាលោតទឺដើម្បីឲ្យសញ្ញាយើងថាហ្នឹងវាដាំហើយអញ្ចឹងវាពេលដែលវាលោត keep warm វាថាវាពងតែភ្ងុំហើយអញ្ចឹងពងភ្ងុំនេះមានន័យថាបើដល់នាទីតិចមានន័យថាហ្នឹងវាសម្រាប់គាត់ភ្ងុំដើម្បីយើងស្រោចធម្មតាប៉ុន្តែបើសិនបើបងកាត់ជាតិស្ករកាន់តែល្អបងអាចទុករៀងយូរតិចទៅវិធីហ្នឹងកាន់តែលោតទៅអញ្ចឹងនៅប្រភេទកាត់ជាតិស្ករអញ្ចឹងបាយកាត់ជាតិស្ករវារៀងល្មួតបងវារៀងល្មួតណាបងហ្នឹងហើយបងនេះបងចាហ្នឹងហើយបងហ្នឹងវាស្ងួតល្អហើយមួយទៀតបងនេះបងហ្នឹងហើយនេះបងអញ្ចឹងសម្រាប់ទឹកគឺវានៅខាងក្រោមហ្នឹងណាបងទឹកវានៅហ្នឹងបងអញ្ចឹងវាលក្ខណៈដូចចំហុយអញ្ចឹងសម្រាប់ការដាំបាយហ្នឹងណាចា